ថ្ងៃនេះ admin សូមនិទានរឿងពិតតាក់ទងទៅនឹងជីវិតបុរសស្ត្រី2នាក់ដែលជាមិត្តភក្តិនឹងគ្នាហើយក៏បានជ្រុលដៃវាយឡើងនៅក្នុងផ្ទះសំណាក់បើបងប្អូនចង់ដឹងសូមបងប្អូនស្ដាប់ឲ្យចប់ admin នឹងនិទានឲ្យស្ដាប់ថ្ងៃមួយក្រោយពីបញ្ចប់វិទ្យាល័យមកមានមិត្តភក្តិ2នាក់ដែលជាមិត្តភក្តិនឹងគ្នាស្និទ្ធស្នាលពួកគេក៏បានមូលមតិគ្នាដើម្បីទៅរៀនបន្តនៅមហាវិទ្យាល័យនៅឯទីក្រុងមួយក្រោយពីមូលមតិគ្នាត្រូវរើអស់ហើយអ្នកទាំងពីរក៏បានកំណត់ថ្ងៃវេលាដើម្បីឡើងទៅចុះឈ្មោះនៅឯមហាវិទ្យាល័យនៅពេលទៅដល់លោកនាយកក៏បានបង្គាប់ឲ្យអ្នកទាំងពីរបន្តនៅដេកមួយយប់ដើម្បីចុះឈ្មោះប្រឡងចូលនៅក្នុងគល់បញ្ជីបន្ទាប់មកអ្នកទាំងពីរក៏បានពិគ្រោះយោបល់ជាមួយគ្នាបើយើងត្រឡប់ទៅផ្ទះវិញគឺវាឆ្ងាយខាតពេលហើយហត់អស់កម្លាំងទៀតអញ្ចឹងយើងទាំងពីរនាក់ត្រូវតែសម្រេចថារកផ្ទះសំណាក់ដើម្បីកេងមួយយប់ពេលដែលនិយាយរួចអ្នកទាំងពីរក៏បានទៅរកផ្ទះសំណាក់ពេលដែលទៅដល់ផ្ទះសំណាក់ចៃដន្យអីផ្ទះកន្លែងផ្សេងពេញអស់នៅមានផ្ទះសំណាក់មួយសល់តែមួយបន្ទប់អញ្ចឹងអ្នកទាំងពីរមិនដឹងจะធ្វើយ៉ាងម៉េចបើត្រឡប់មកផ្ទះវិញវាឆ្ងាយហើយម្យ៉ាងវិញទៀតកាន់តែល្ងាចទៅហើយដូច្នេះអ្នកទាំងពីរក៏សម្រេចចិត្តថានៅបន្ទប់មួយ2នាក់ពេលចូលទៅក្នុងបន្ទប់អ្នកទាំងពីរក៏បានសន្យានឹងគ្នាថាកុំអោយប៉ះពាល់អ្នកណាកុំអោយប៉ះពាល់គ្នាអីពីព្រោះយើងគឺជាមិត្តសម្លាញ់នឹងគ្នាត្រូវទុកចិត្តគ្នាលុះដល់យប់ជ្រៅប្រហែលជាម៉ោង1រំលងអាធ្រាត្រអ្នកទាំងពីរក៏កើតចិត្តមួយដោយសារតែពួកគេធំពេញវ័យពេញរូបពេញរាងអស់ហើយប៉ុន្តែពួកគេមិនដែលបានស្គាល់រសជាតិនៃសេចក្តីស្នេហាយ៉ាងម៉េចទេហើយពេលនោះពួកគេក៏ចាប់ផ្ដើមមានចិត្តចង់ដឹងចង់សាកចង់យល់ចង់ដឹងរសជាតិនៃសេចក្តីស្នេហាចង់ដឹងរសជាតិនៃការវាយឡើងក្រោយមកពួកគេក៏បានបបួលគ្នាឡមើលនៅពេលនោះខាងប្រុសក៏ចាប់ផ្ដើមធ្វើប្រតិបត្តិការចំណែកឯខាងស្រីវិញក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកប៉ុន្តែមុនពេលធ្វើប្រតិបត្តិការខាងស្រីបានដាក់លក្ខខណ្ឌឲ្យខាងប្រុសថាប្រសិនបើគេមានកូនអញ្ចឹងខាងប្រុសត្រូវតែទទួលខុសត្រូវទាំងស្រុងទៅលើរូបគេពេលនោះខាងប្រុសក៏យល់ព្រមបន្ទាប់មកទៀតពួកគេក៏ចាប់ផ្ដើមប្រតិបត្តិការតែម្ដងដោយសារតែជាលើកដំបូងធ្វើឲ្យអ្នកទាំងពីររាំងពិបាកបន្តិចប៉ុន្តែលុះក្រោយមកពួកគេក៏ធម្មតាទៅវិញនៅពេលដែលប្រតិបត្តិការរួចស្រាប់តែមានពណ៌ក្រហមប្រឡាក់ជាមួយនឹងពូកអញ្ចឹងធ្វើឲ្យខាងប្រុសគិតថាគឺជាសំណាងរបស់គាត់ដែលបានជួបមនុស្សល្អដែលបានជួបមនុស្សបរិសុទ្ធនៅមួយសន្ទុះក្រោយមកអ្នកទាំងពីរក៏មានអារម្មណ៍ម្ដងទៀតអញ្ចឹងពួកគេទាំងពីរនាក់ក៏ចាប់ដើមប្រតិបត្តិការសរុបមកវិញមួយយប់ទល់ភ្លឺហ្នឹងគឺបានដល់ទៅ5ដងលុះក្រោយមកទៀតពួកគេទាំងពីរនាក់ក៏មានអារម្មណ៍ស្និទ្ធស្នាលនឹងគ្នាកាន់តែស៊ីជម្រៅហើយពួកគេក៏បានបបួលគ្នាទៅរៀនជាមួយគ្នាចេះញឹកញាប់ហើយពេលនោះដែរដោយសារតែពួកគេធ្លាប់ឆ្លងកាត់មកហើយក៏ពួកគេទាំងពីរនាក់បានប្រតិបត្តិការជារឿយរហូតដល់ខាងស្រីគាត់មានដំណឹងល្អប៉ុន្តែដោយសារតែនៅរៀននៅសិក្សាអត់ទាន់មានការងារធ្វើអត់ទាន់មានលុយសម្រាប់រៀបពិធីមង្គលការនៅឡើយទេអញ្ចឹងអ្នកទាំងពីរក៏បានពិភាក្សាគ្នាយកចេញ
លុះក្រោយមកទៀតកាន់តែយូរទៅធ្វើឲ្យអ្នកទាំងពីរក៏បាននឿយណាយហើយក៏លែងមានអារម្មណ៍នៅក្បែរគ្នាហើយក្រោយមកពួកគេក៏មានរឿងប្រេះស្រាំជាច្រើនមានរឿងទុក្ខលំបាកជាច្រើនធ្វើឲ្យបាត់បង់ទំនុកចិត្តលើគ្នាម្ដងម្កាលប៉ុន្តែដោយសារតែចិត្តស្មោះរវាងអ្នកទាំងពីរធ្វើឲ្យពួកគេនឹងបានវិលមកជួបគ្នាវិញនៅពេលដែលពួកគេមានការងារធ្វើមានលុយគ្រប់គ្រាន់ដើម្បីរៀបអាពាហ៍ពិពាហ៍នៅត្រង់ចំណុចនេះអេដមីនគិតថាបើសិនជាពួកគេទាំងពីរបែកគ្នាប្រកាសជាមានវិបដិសារីរៀងៗខ្លួនប៉ុន្តែដោយសារតែសេចក្តីស្មោះរបស់ពួកគេធ្វើឲ្យពួកគេបានជួបគ្នាវិញសូមមិត្តបងប្អូនប្រុសស្រីទាំងអស់ពេលដែលស្ដាប់ហើយកុំអនុវត្តតាមរឿងអ្នកទាំងពីរនឹងអីពីព្រោះសម័យនេះគឺពិបាកទុកចិត្តណាស់តែបានខ្លួនបានប្រានហើយភាគច្រើនគឺគេដោះដៃចោលហើយភាគតិចណាស់ដែលអាចជួបគ្នាវិញដោយសាច់រឿងនេះអញ្ចឹងហើយសូមបងប្អូនកុំធ្វើអីសោះវាប៉ះពាល់ទៅនឹងកិត្តិយសកេរ្តិ៍ឈ្មោះរបស់ខ្មែរយើងសូមបងប្អូនមិត្តអ្នកស្ដាប់ទាំងអស់ជួយ Subscribe ជួយ Like ជួយ Comment ឲ្យ Admin ម្នាក់មួយផង Admin នឹងលើកឡើងនៅរឿងពិតចែកជូនឲ្យបងប្អូនស្ដាប់